បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះមកជួបជាមួយលោកគ្រូសាស្ត្រថ្មីម្ដងទៀតនៅក្នុងថ្នាក់ពិសោធន៍របស់យើងបាទអញ្ចឹងថ្ងៃនេះយើងនឹងរៀនអំពី grammar វិធីកនិយាយអំពី present perfect for experience បាទយើងនិយាយអំពីបច្ចុប្បន្នកាលបរិបូរណ៍ដែលទាក់ទងជាមួយនឹងបទពិសោធន៍ឬរឿងរ៉ាវដែលយើងធ្លាប់បានជួបប្រទះគេហៅថា experience បាទអញ្ចឹងថ្ងៃនេះយើងមកមើលអំពីការប្រើប្រាស់របស់វាតើ present perfect for experience យើងប្រើប្រាស់ក្នុងបរិបទបែបណាបាទក្នុងន័យបែបណាអញ្ចឹងយើងប្រើប្រាស់សម្រាប់ពណ៌នាបាទពីបទពិសោធន៍ជីវិតណាមួយដែលធ្លាប់បានធ្វើឬក៏បានជួបនៅអតីតកាលមានន័យថារឿងរ៉ាវឬក៏សកម្មភាពណាមួយដែលយើងធ្លាប់បានធ្វើឬក៏បានជួបនៅក្នុងអតីតកាលអញ្ចឹងយើងនឹងប្រើប្រាស់ present perfect for experience បាទអញ្ចឹងយើងមានថ្ងៃនេះលោកគ្រូយកទម្រង់ឬក៏រូបមន្ត3មកដើម្បីបង្ហាញបងប្អូនទាំងគ្នាទាក់ទងជាមួយ present perfect គឺមានប្រយោគស្រកប្រយោគបដិសេធហើយនិងប្រយោគសំណួរជាប្រភេទyes no question ហើយខ្ញុំអត់លើកយកអំពី WA question មកទេដើម្បីកុំឲ្យច្រើនពេកអញ្ចឹងយើងនិយាយអំពីរូបមន្ត3សំខាន់គឺទី1ប្រយោគទី1ទាក់ទងជាមួយនឹងការបង្កើតប្រយោគស្រកហើយប្រយោគបដិសេធហើយទី3ចុងក្រោយគឺប្រយោគសំណួរជាប្រភេទ yes no question តោះអញ្ចឹងមកជាមួយគ្រូទាំងអស់គ្នាតោះយើងមើល form របស់វាទី1គឺ subject បូកជាមួយនឹង have ឬក៏ has បូកជាមួយ verb 3ហើយបូកជាមួយនឹង object អញ្ចឹងនេះជាប្រយោគស្រកបាទយើងអាចកត់សម្គាល់បានប្រយោគស្រកវាអត់មាន not ឬក៏ never ទេនៅក្នុងប្រយោគហ្នឹងអញ្ចឹងយើងមើល subject I have been to Paris បាទខ្ញុំធ្លាប់ទៅឬក៏ខ្ញុំធ្លាប់នៅប្រទេសនៅទីក្រុងប៉ារីសនៅប្រទេសបារាំងក្រុងប៉ារីសបាទអញ្ចឹងយើងមើលនេះជារឿងរ៉ាវមួយដែលយើងមានន័យថាវាជាសកម្មភាពឬក៏ជារឿងមួយដែលយើងធ្លាប់បានជួបឬក៏បានធ្វើវានៅប៉ារីសមានន័យថាយើងធ្លាប់រស់នៅទីក្រុងប៉ារីសបាទប៉ុន្តែយើងអត់ចាំដែរមិនពេលណាឬក៏ចន្លោះពីពេលណាទៅពេលណាប៉ុន្តែជាបទពិសោធន៍ที่យើងធ្លាប់បាននៅប៉ារីសទី2ប្រយោគបដិសេធ subject plus have you has plus not plus ឬក៏ never not ក៏បាន never ក៏បានបូក verb ស៊ីដូចគ្នាបូក object ដូចគ្នាអញ្ចឹងតាម not ហើយ never នេះយើងលក្ខណៈប្រើប្រាស់យើងបែបណា not ខុសពី never បែបណាអញ្ចឹងយើងប្រើប្រាស់ not នៅពេលដែលយើងនិយាយអំពីបទពិសោធន៍ដែលយើងមិនធ្លាប់បានជួបឬក៏សកម្មភាពនោះដែលយើងមិនធ្លាប់បានធ្វើបាទហើយ never ក៏យើងនិយាយអំពីសកម្មភាពឬក៏អីមួយដែលយើងធ្លាប់បានធ្វើដូចគ្នាឬបានជួបដូចគ្នាប៉ុន្តែវាច្បាស់លាស់ជាង not គឺពីប្រើ never មានន័យយើងអត់ថាយើងចង់ចាំច្បាស់ហ្មងតែខ្ញុំអត់ដែរធ្វើទេឧទាហរណ៍ថាខ្ញុំអត់ដែរហូបសាច់នៀកទេអញ្ចឹងជាក់ស្ដែងគឺយើងអត់ដែរបានហូបសាច់នៀកពីព្រោះខ្ញុំពិតជាមិនដែរបានហូបសាច់អញ្ចឹងយើងប្រើពាក្យ never អញ្ចឹងបាទអញ្ចឹងបញ្ជាក់ម្ដងទៀត never ហើយ not គឺ never វាជាក់លាក់ជាង not កាលណាយើងចង់ឲ្យប្រយោគរបស់យើងបដិសេធកាន់តែច្បាស់លាស់ជាក់លាក់សូមប្រើ never អូខេបាទយើងមើល example she has not been to a concert បាទអញ្ចឹងគាត់អត់ធ្លាប់បានទៅមើលការប្រគំតន្ត្រីណាមួយគឺក៏គាត់មិនធ្លាប់បានទៅប្រគំតន្ត្រីណាមួយទេ Number 2 they have never seen an alien មានន័យថាម៉េចពួកគេមិនដែលឃើញបាទពួកភពផ្សេងនោះទេ alien ពួកមនុស្សភពផ្សេងនោះអញ្ចឹងយើងឃើញពាក្យ never ហើយជាក់ស្ដែងគឺក៏មិនដែលឃើញហ្នឹងឬតែគេនិយាយថា alien មនុស្សភពផ្សេងតែជាក់ស្ដែងគឺយើងមិនដែលបានឃើញនោះអញ្ចឹងយើងបានទទួលបានពីចំណុចនេះទី1ប្រយោគទី1តើតើជាមួយនឹងប្រយោគស្រកគឺ subject បូក have ឬ has បូក verb 3ហើយបូក object ហើយទី2 subject បូក have ឬ has ដូចគ្នាបូក not ឬក៏បូក never បូក verb 3ហើយបូក object នៅចុងក្រោយខ្ញុំនឹងបញ្ជាក់ថា have និង has នឹងប្រើជាមួយ subject ណាអូខេយើងចូលដល់រូបមន្តចុងក្រោយឬក៏ប្រយោគទី3ដែលយើងនិយាយថាជាប្រយោគសំណួរជាប្រភេទ yes no question have ឬ has យើងទាញមកខាងមុខវិញបន្ទាប់មកបានយើងបូកជាមួយ subject ហើយយើងបូកជាមួយ ever ក៏បានមិនបូកជាមួយ ever ក៏បានហើយបូកជាមួយ verb 3បន្ទាប់មកយើងបូកជាមួយ object
ប៉ុន្តែនៅក្នុងប្រយោគជាទូទៅនៅក្នុងនេះគឺយើងឃើញថានៅក្នុងប្រយោគសំណួរដែលនិយាយតាក់ទងជាមួយនឹង present perfect គឺតែងតែមានប្រើពាក្យ ever ប៉ុន្តែសួរថាចុះបើយើងអត់ប្រើពាក្យ ever បានអត់បានអត់អីទេបាទអញ្ចឹងយើងមើល example have you ever eaten Mexican food តើអ្នកធ្លាប់បានហូបអាហាររបស់ Mexico ទេជនជាតិ Mexico អត់បាទអញ្ចឹងបើយើងធ្លាប់យើងឆ្លើយថា yes I have បើអត់ទេយើងឆ្លើយថា no I have not ឬក៏ I haven't បាទ no I have not ឬក៏ no I haven't អញ្ចឹង have not យើងសេជាទម្រង់កាត់គឺ have អូខេប្រយោគទី2 has she climbed the Mount Everest តើនាងធ្លាប់បានឡើងភ្នំ Everest ដែរឬទេអញ្ចឹងបើយើងធ្លាប់យើងឆ្លើយថា yes she has បើ no បើទេយើងឆ្លើយថា no she has not or she has ចឹង Mount Everest មានន័យថាជាភ្នំ Everest ដែលយើងនិយាយថាជាភ្នំខ្ពស់ជាងគេនៅលើពិភពលោកបាទអញ្ចឹងយើងមើល note អីដែលខ្ញុំចង់បង្ហាញបងប្អូនអរគ្នាគឺនៅចំណុចសំខាន់គឺនៅទីបាទ subject ដែលយើងប្រើ I you we they យើងប្រើជាមួយនឹង have នៅក្នុង present perfect គឺយើងត្រូវប្រើជាមួយ have ហើយ subject he she it យើងប្រើជាមួយនឹង has បាទយើងប្រើជាមួយកិរិយាជំនួយ has បាទនេះគឺជា subject ទាំង7ដែលយើងប្រើប្រាស់ហើយគឺបានបែងចែកឲ្យច្បាស់ហើយយើងចំណាំដែរនៅក្នុងភាសាអង់គ្លេសគេបែងចែកកិរិយាសព្ទជា3ខ្ទង់ពិសេសឬក៏3ការពិសេសទី1នោះគឺ verb 1យើងហៅថាដូចជាបច្ចុប្បន្នកាលអញ្ចឹងណាកិរិយាសព្ទដែលយើងប្រើក្នុងបច្ចុប្បន្នកាល verb 2គឺអតីតកាលហើយ verb 3គឺតកតងជាមួយនឹងដូចជាអនាគតកាលបាទនៅក្នុងpast របស់យើងអីចឹងទៅប៉ុន្តែអីដែលខ្ញុំចង់កត់សម្គាល់ឲ្យបងប្អូនគ្នាយល់នោះគឺគេបែងចែកកិរិយាសព្ទជា3 verb 1 verb 2 និង verb 3ហើយកិរិយាសព្ទមួយចំនួនគឺមានការប្រែប្រួលយើងមើល see នៅក្នុង verb 1តែដល់ verb 2វាទៅជា saw ហើយ verb 3វាទៅជា see ពាក្យ eat នៅក្នុង verb 1 eat verb 2 ate verb 3 eaten ចឹងយើងឃើញមានការប្រែប្រួលតែកិរិយាសព្ទផ្សេងទៀតយើងគ្រាន់តែបន្ថែម e d ឬក៏បន្ថែមតែ d ប្រសិនបើកិរិយាសព្ទនោះបញ្ចប់ទៅដោយ e ហើយកិរិយាសព្ទមួយចំនួនទៀតដែលបញ្ចប់ដោយ y យើងបដូរ y ទៅជា ie d ដូចកិរិយាសព្ទទូទី2ដែរហើយក៏មានកិរិយាសព្ទខ្លះគឺមិនប្រែប្រួលទៅតែអក្សរអញ្ចឹងសួរថាគ្រូតែខ្ញុំធ្វើមិនយកបានដឹងកិរិយាសព្ទមិនប្រែប្រួលឬប្រែប្រួលអញ្ចឹងបងប្អូនត្រូវព្យាយាមស្វែងសិក្សាស្វែងយល់បន្ថែមតាមរយៈ internet ឬក៏ Google អីជាដើមដើម្បីជាជំនួយឬក៏សិភៅអីផ្សេងព្រោះលោកគ្រូមិនអាចយកវាមកប្រាប់បងប្អូនអស់ទេបើតែស្អី5គណៈភាពក៏អត់បានពីកិរិយាសព្ទប្រែប្រួលឬក៏កិរិយាសព្ទមិនប្រែប្រួលប៉ុន្តែយើងផ្ដោតសំខាន់ទៅលើ present perfect for experience គឺនិយាយអំពីបទពិសោធន៍នៅក្នុងជីវិតរបស់យើងឬក៏សកម្មភាពមួយដែលយើងធ្លាប់បានធ្វើនៅក្នុងអតីតកាលទោះបីជាយើងមិនចាំពេលវេលាច្បាស់លាស់ក៏ដោយបាទអញ្ចឹងលោកគ្រូអត់មានន័យច្រើនទេថ្ងៃនេះលោកគ្រូមានតែប៉ុណ្ណឹងហើយសង្ឃឹមថាបងប្អូននឹងអាចប្រើប្រាស់ present perfect for experience បានទៅហើយសូមព្រះបាទប្រទានពរ